តោះសួស្តីឥឡូវយើងមកបង្ហាញវីដេអូពីរបៀបផុសវីដេអូរៀលណាឥឡូវមិនចាំនិយាយច្រើននេះចូលក្នុង page មកនេះយើងយកពាក្យថារៀលមកយើងមកយកវីដេអូដែលយើងចង់ផុសនេះវីដេអូដែលបានកាត់ហើយមុនហ្នឹងនេះវីដេអូហ្នឹងណាយើងចូលមកដាក់ហ្នឹងចាំបងប្អូនចុច click ហ្នឹងចំណុចចង់នេះបងប្អូនត្រូវបំពេញ hashtag ហ្នឹងដើម្បីធ្វើវីដេអូយើងខ្ទុះដើម្បីធ្វើវីដេអូយើងវាឡើងមាន view ច្រើននេះជា hashtag ចាំខ្ញុំដាក់នៅក្នុងក្រុម Telegram ចាំផាសយកទៅឥឡូវខ្ញុំបានផាសយកហើយខ្ញុំឲ្យខ្ញុំ copy យកហើយឥឡូវខ្ញុំមកផាសដាក់ក្នុងវីដេអូយើងបន្តមកបងប្អូនចុចនេះលើនេះឥឡូវ share នេះបងប្អូនចុច next ចុចគ្រីសនេះធ្វើតាមខ្ញុំចឹងមកបន្តមកផុសមករួចហើយបន្តមកបងប្អូនត្រូវមាននេះដូចជា account Facebook មួយហើយមានក្រុមដើម្បីយើង share វីដេអូដែលយើងផុសក្នុង page ណា share ចូលក្នុងក្រុមហ្នឹងតែមិនមែនយក account Facebook យើងកាន់ page យកមក share ទេគឺយើងត្រូវយក account ផ្សេងយកមក share វីដេអូដែលយើងផុសក្នុង page នេះយើងយកពាក្យ share ហ្នឹងមកចាំមកយើងទៅរកក្រុមដែលយើងចង់ share ចូលឥឡូវខ្ញុំមានក្រុមរបស់ខ្ញុំហើយដើម្បី share នេះ share ក្រុមរបស់ខ្ញុំចឹងខ្ញុំ share បាន10ខ្ញុំចុច next មកចាំមកខ្ញុំបន្ត share ថែមទៀតយើង share បានកាន់តែច្រើនកាន់ណាល្អកាន់ហ្នឹងវីដេអូតែកុំ share លុបលុនពេក share ត្រឹម10 20បានហើយតែប៉ុណ្្នឹងមកនេះចាប់ដើមឡើង view នេះពេលដែលវាឡើង view នេះនេះ1នាទីណានេះ12 share បាន8 view ហើយការធ្វើវីដេអូគឺធ្វើអញ្ចឹង